លោកដូណាល់ត្រាំបើកទ្វារចំហរងចាំស្វាគមន៍ការចរចាដោយគ្មានលក្ខខណ្ឌជាមួយមេដឹកនាំកូរ៉េខាងជើងដើម្បីបំបែកភាពទល់ច្រកពិភពលោកកំពុងតាមដានយកចិត្តទុកដាក់យ៉ាងខ្លាំងគណៈពេលដែលសេតវិមានបានប្រកាសចំហច្បាស់ថាលោកដូណាល់ត្រាំបើកទ្វារចំហរងចាំស្វាគមន៍ការជួបជាមួយមេដឹកនាំកំពូលកូរ៉េខាងជើងដើម្បីបញ្ចប់ភាពតានតឹងនេះជាសញ្ញាសន្តិភាពឬក៏ជាល្បែងនយោបាយថ្មីយោងតាមប្រភពសារព័ត៌មាន Arirang ចុះផ្សាយនៅថ្ងៃទី27 ខែកុម្ភៈឆ្នាំ2026បានឲ្យដឹងថារដ្ឋបាលលោកដូណាល់ត្រាំនៅតែរក្សាចំហបើកទ្វារចំហរងចាំស្វាគមន៍ការចរចាជាមួយកូរ៉េខាងជើងដោយគ្មានលក្ខខណ្ឌការប្រកាសនេះធ្វើឡើងបន្ទាប់ពីលោកគឹមចុងអ៊ុនបង្ហាញឆន្ទៈវិលត្រឡប់មកតុចរចាវិញប្រសិនបើអាមេរិកបោះបង់គោលនយោបាយបង្កអរិភាពឬគោលនយោបាយបង្កចំនួននៅក្នុងមហាសន្និបាតបកពលករកូរ៉េដែលធ្វើឡើងកាលពីថ្ងៃទី19ដល់ថ្ងៃទី25ខែកុម្ភៈឆ្នាំ2026លោកគឹមចុងអ៊ុនបានបញ្ជាក់ថាគ្មានហេតុផលអ្វីដែលកូរ៉េខាងជើងមិនអាចរស់នៅជាមួយសហរដ្ឋអាមេរិកបានទេប្រសិនបើទីក្រុង Washington លុបចោលគោលនយោបាយបង្កអរិភាពនិងគោរពស្ថានភាពបច្ចុប្បន្នរបស់យើងមន្ត្រីជាន់ខ្ពស់សេតវិមានបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Arirang កាលពីថ្ងៃទី26ខែកុម្ភៈថាដោយលោកត្រាំនៅតែចង់បន្តស្ថិរភាពដែលធ្លាប់បង្កើតឡើងតាមរយៈកិច្ចប្រជុំកំពូលទាំង3លើកកាលពីអាណត្តិទី1គឺនៅសង្ហបុរីឆ្នាំ2018លើកទី2នៅទីក្រុងហាណូយឆ្នាំ2019និងលើកទី3នៅប៉ាន់មុនជុំដែលជាតំបន់គ្មានយោធាក្នុងឆ្នាំ2019ស្របពេលជាមួយគ្នានេះដែរលោកជើងយ៉នឌូប្រេសិតពិសេសរបស់កូរ៉េខាងត្បូងបានបញ្ជាក់ក្រោយជំនួបជាមួយមន្ត្រីជាន់ខ្ពស់អាមេរិកនៅទីក្រុង Washington ថាខ្ញុំទទួលបានការបញ្ជាក់ច្បាស់ថាអាមេរិកនៅតែបើកចំហសម្រាប់ការចរចាដោយគ្មានលក្ខខណ្ឌលោកបន្ថែមថាកូរ៉េខាងត្បូងនឹងបន្តតួនាទីជាអ្នកសម្របសម្រួលដើម្បីបង្កើនទំនុកចិត្តរវាងភាគីទាំងពីរទោះបីមានបញ្ហាលួចបន្លំលុយ Digital ឬ Crypto រហូតដល់ 1.5 ពាន់លានដុល្លារពីសំណាក់កូរ៉េខាងជើងក៏ដោយក៏រដ្ឋបាលលោកត្រាំនៅតែបន្តផ្ដល់អាទិភាពលើការទូតជាជាងសម្ពាធយោធាអ្នកវិភាគពីស្ថាប័នស្រាវជ្រាវដ៏មានឥទ្ធិពលបំផុតពីរដែលមានមូលដ្ឋាននៅទីក្រុង Washington សហរដ្ឋអាមេរិកគឺ Stimson និង City Ethnos ចាត់ទុកឆ្នាំ2026គឺជាទ្វារនៃឱកាសខណៈលោកដូណាល់ត្រាំគ្រោងទៅចិននាខែមេសាដែលអាចនាំឲ្យមានជំនួបជាលើកទី4ជាមួយលោកគឹមចុងអ៊ុនខ្ញុំមុតនីវ៉ាន់ធ្វើសេចក្តីរាយការណ៍